សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីការធ្វើ Windows deployment ជាមួយនឹង VMware អញ្ចឹងយើងចូលទៅមើលរបៀបធ្វើទាំងអស់គ្នាអញ្ចឹងយើងចូលទៅកាន់ VMware របស់យើងមកហើយធ្វើការ search ទៅលើពាក្យ Server Manager ហើយធ្វើការ add ទៅលើ role និង feature ហើយនឹង install អញ្ចឹងយើងចូលទៅលើពាក្យ role ហ្នឹងមកហើយធ្វើការចុច next ដល់កន្លែងហ្នឹងយើងចុច next ទៅមកហើយមកដល់កន្លែង server role ហ្នឹងយើងជ្រើសយកពាក្យ Windows deploy ហើយបន្ទាប់មកធ្វើការចុច next មើលតាមនឹងបានហើយបន្ទាប់មកធ្វើការ install មកដល់កន្លែងហ្នឹងយើងរងចាំបន្តិចហើយវាឲ្យអាកន្លែង feature installation ណាហើយរងចាំបន្តិចសិនទៅយើងយូរតិចហើយពេលដែលយើងធ្វើយើងគួរតែសាកថ្មដូចគ្នាទៅព្រោះកុំព្យូទ័រពេលដែលយើងធ្វើនៅលើ VMware ហ្នឹងអាចនឹងវា slow បន្ទាប់ពីពេញហើយគឺយើងចុច close ហើយយើងធ្វើការ minimize មកហើយយើងចូលទៅកាន់ Windows យើងហ្នឹងហើយធ្វើការយកពាក្យ Windows deployment ដែលយើងបាន install មុនហ្នឹងហើយចុចទៅលើពាក្យ switch នៅខាងឆ្វេងអ្នកគ្នាចូលមកដល់នេះយើងចុច config server ចុចពាក្យ next ចុចយក stand យកខាងក្រោមអ្នកគ្នាតែខ្ញុំមើលសោះច្បាស់នេះទៀតឬក៏យើងកន្លែងហ្នឹងអាចធ្វើការបដូរឈ្មោះក៏បានចូលទៅក្នុង browser យើងនេះដូរឈ្មោះហើយចុចពាក្យ next យកខាងក្រោមគេចុច next យើងរងចាំវាដើម្បីឲ្យ config Windows deployment របស់យើងហ្នឹងពេញហើយតមកចុច finish ចឹងកន្លែងហ្នឹងបានហើយយើងចូលទៅកាន់ folder របស់យើងមកកន្លែងដែលយើង download មុនហ្នឹងពេលប៉ុណ្ណាកន្លែង Windows 10ហ្នឹងគឺខ្ញុំធ្វើការទាញយកពី file របស់មិត្តភ័ក្តិអីអ្នកគ្នាដោយសារកន្លែងហ្នឹងខ្ញុំអត់មានអញ្ចឹងអ្នកគ្នាដល់កន្លែងហ្នឹងអាចសួររក file មិត្តភ័ក្តិរបស់គ្នាបានបើសិនជាមានserver របស់យើងវិញហើយបន្ទាប់មកយើងចុចពាក្យ image ហើយចុច browse ទៅយកfile មុននឹងអ្នកគ្នាយើងចុចទៅលើពាក្យ service ហើយអាចចុចតាមនឹងបានហើយទៅកាន់ next ចូលដល់ចំណុចនេះយើងត្រូវបន្ថែមពាក្យ Windows 10 ទៀតមកឲ្យដូចនឹងឈ្មោះ file របស់យើងអញ្ចឹងមកដល់ហើយហ្នឹងយើងរងចាំវាទៀតសិនតែយើងត្រូវចាំឲ្យវាពេញដូចគ្នាដល់ហើយហ្នឹងមក play ទេអ្នកគ្នាបន្តិចហ្នឹងវាពេញហើយយើងចុច finish ទៅinstall and make ដល់ហើយនឹងយើងចង់ដាក់ឈ្មោះអីក៏បានដែរអ្នកគ្នាយើងដាក់ create OS ហើយយើងចូលទៅយក file របស់យើង install swim នេះយើងមើលតាមនឹងបានដោយសារតែវីដេអូយើងលឿនចង់ឲ្យអ្នកគ្នាមើលច្រើនជាងហើយធ្វើការដក text ទៅតាមវីដេអូនឹងបានអ្នកគ្នាហើយធ្វើការចុច next